បានចូលទៅមើលកន្លែងព្រះចក្របាលថេរហើយបានឃើញសត្វមេភ្លៀងជាច្រើនស្លាប់ពាក់ពេញទីចុងក្រោមរបស់ព្រះថេរៈក៏បានត្មះទេសដៀលោកដោយប្រការផ្សេងស្រេចហើយក៏នាំរឿងនេះទៅក្រាបទូលថ្វាយដល់ព្រះបរមសាស្តាទ្រង់ជ្រាបព្រះបរមសាស្តាទ្រង់ត្រាស់ពន្យល់ដល់ភិក្ខុទាំងនោះថាមនាភិក្ខុទាំងឡាយមរណចេតនាគឺចេតនាគិតនឹងសម្លាប់មិនមានសោះឡាយដល់ព្រះថេរៈដែលជាព្រះអរហន្តខៃណាស្រោបអគុណតុកាភិក្ខុទាំងនោះមានការងឿនឆ្ងល់បានក្រាបទូលសួរព្រះពុទ្ធជាម្ចាស់ថាបពុទ្ធព្រះអង្គដ៏ចម្រើនព្រះចក្របាលថេរជាព្រះអរហន្តខៃណាស្រោបចុះហេតុអ្វីបានជាខ្វាក់ភ្នែកព្រះសាស្តាទ្រង់ត្រាស់សម្ដែងអតីតនិទានថាកាលពីអតីតកាលព្រះចក្របាលថេរធ្លាប់តែជាគ្រូពេទ្យព្យាបាលជំងឺភ្នែកសម័យថ្ងៃមួយលោកគ្រូពេទ្យនោះបានទៅព្យាបាលភ្នែកដល់ស្ត្រីម្នាក់នៃជនបទស្ត្រីនោះបានសន្យាជាមួយលោកគ្រូពេទ្យថាបើលោកគ្រូពេទ្យអាចព្យាបាលជំងឺភ្នែកនាងខ្ញុំឲ្យបានជាសះស្បើយដូចដើមវិញនោះនាងខ្ញុំព្រមទាំងបុត្រនឹងទ្វីជាទាស័យអអ្នកបម្រើរបស់លោកគ្រូពេទ្យនោះបានព្យាបាលភ្នែក